ពេញប៉ោះនៅក្នុងប្រទេសកូរ៉េបើផ្លែល្អបែបនេះ1គីឡូលក់បាន$4ហើយចំពោះពេញប៉ោះប្រភេទនេះដាច់តែផ្កាច័ន្ទបន្តិចនេះ1គីឡូលក់បានតែ$2ទេហើយសំបីតែអាផ្លែប្រភេទនេះរៀងស្នាមជួមចេះខាងចេះអត់ល្អចេះក៏លក់បាន$2ដែរហើយអាពេញប៉ោះប្រភេទនេះវាអត់មានខូចអីធំដុំទេដាច់តែផ្កាច័ន្ទពីលើទេដូចចានេះអញ្ចឹងអត់ដាច់អញ្ចឹងបាន$4ដាច់ចេះបាន$2ហើយអាផ្កាច័ន្ទនេះយើងអត់ហូបទេហេតុអីបានជាដាច់តែផ្កាច័ន្ទសោះលក់តម្លៃខុសគ្នារហូតដល់ពាក់កណ្ដាលហើយចំពោះផ្លែនេះពេលយើងទៅវិចខ្ចប់គឺតកែគាត់នឹងស្ដីឲ្យហើយប៉ុន្តែបើសិនជាគាត់ទុកគាត់ឲ្យយើងទុកអាហ្នឹងលក់បាន$2ដែរហើយបើយើងបោះចោលទៅអាហ្នឹងយើងអត់ត្រូវមាត់ហើយបើយើងយកទៅវិចខ្ចប់តកែឃើញគាត់នឹងស្ដីឲ្យហើយអញ្ចឹងដើម្បីកុំឲ្យគាត់ស្ដីឲ្យ$2ហ្នឹងក៏គាត់អត់បានហើយយើងអត់ត្រូវមាត់ដែរវិធីសាស្ត្រល្អនេះកណូសម្រាមយើងយកមកបោះចោលមកកុំឲ្យតកែគាត់ស្ដីឲ្យខ្លាំងណាប៉ិនស្ដីឲ្យអញ្ចឹង$2ក៏គាត់អត់បានហើយយើងក៏អត់ត្រូវគាត់ស្ដីឲ្យដែរអញ្ចឹងមិនថាតកែកុំស្ដីឲ្យកូនចៅញឹកពេកមួយពួកនេះអត់បានទេបោះចោលអស់លើហើយ1គីឡូ$2ក៏អត់បានហើយខ្ញុំក៏អត់ត្រូវមាត់ដែរនេះជាវិធីសាស្ត្រមួយកុំឲ្យត្រូវមាត់ហើយចំពោះនៅក្នុងប្រទេសកូរ៉េដូចបងប្អូននឹងខ្ញុំប្រាប់មុនអញ្ចឹងពេញប៉ោះផ្លែល្អបែបនេះគឺ1គីឡូបាន$4ហើយស្នាមបែបនេះក៏ស្នាមអញ្ចឹងក៏លក់បានតែ1គីឡូ$2ដែរគឺយើងយកមកទុកនៅនេះមកហើយយើងដាក់កត្រកផ្សេងផ្លែដែលល្អគឺចែបងប្អូនផ្លែល្អក្រហមស្អាតទៀតអត់មានស្នាមសំបីបន្តិចតើតែអញ្ចឹងបានលក់បានរហូតដល់$4ហើយមើលផ្លែនេះមើលនៅលើដើមវាបងប្អូនទុំបែបនេះហើយចំពោះផ្លែដាច់អាផ្កាច័ន្ទហ្នឹងវាមិនមែនមកពីយើងធ្វើដាច់ទេអាខ្លះវានៅអញ្ចឹងវានៅក្រោមគ្នាអញ្ចឹងដល់ពេលសកត់ទៅវាធ្វើឲ្យដាច់ចដងផ្លែអាលើសកត់អញ្ចឹងណាវាធ្ងន់ទៅវាដាច់ទៅគាត់អត់មានគិតថាវាដាច់ដោយសារធ្ងន់ដោយសារបញ្ហាអីទេគឺគាត់ដឹងតែពីរឿងស្ដីឲ្យយើងតែម្ដងហើយពេញប៉ោះប្រមូលផលម្ដងរាប់តោនមិនតិចទេចូល100កត្រកនេះ200កត្រកនេះ1កត្រកនេះចូល20គីឡូជាង1កត្រកហ្នឹងពេញហើយមានដាច់1 2 3អញ្ចឹងទៅហើយគាត់ដឹងតែពីរឿងស្ដីឲ្យយើងអញ្ចឹងយើងមានតែវិធីសាស្ត្រមួយគឺបោះចោលក្នុងកណូសម្រាមអញ្ចឹងទៅអញ្ចឹងបើសិនជាគាត់លក់ក៏បាន$2ដែរអញ្ចឹងបើគាត់អត់ស្ដីឲ្យយើងគេទុកឲ្យទៅដល់ពេលគាត់ស្ដីឲ្យអញ្ចឹងយើងកុំទុកឲ្យគាត់ហ្នឹងហើយបងប្អូននេះជាវិធីសាស្ត្រខ្ញុំបាយជម្រាបលា